ទៅតម្លាក់ហ្នឹងដែរបងប្អូនតែបើសិនជាបងប្អូនចង់បានឡានមកពីខាងស្រីចឹងឯងតែបងចាំតែស្រីបានព្រោះយើងមានតែស្រីបានគឺគាត់តែចឹងតែសូមរហូតដល់តែគេបានតាមលោកខ្ញុំទៅ ដែលអ្នកទាំងអស់គ្នាបានស្ដាប់ពីខាងលើអញ្ចឹងណាសម្រាប់ឡាននេះដែរគឺជាឡាន Xpeng X9 700V Pro ឆ្នាំ2025 VinS ដែលយើងទៅតែកំងមកដល់ភ្នំពេញជន់តិជនណាសម្រាប់ឡាននេះដែរគឺយើងអាចអាប់ដេតកៅអីខាងក្រោយទៅជាកៅអី Zero Gravity Seat ដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងកៅអី Zero Gravity Seat នោះវាពិសេសត្រង់ថាវាមានម៉ាសាហើយវាមានប្រព័ន្ធទឹកអប់3ក្លិនដែលអ្នកទាំងអស់គ្នាអាចរើសបានណាហើយសម្រាប់ឡាន Xpeng នេះដែរគឺមកមានជាភាសាអង់គ្លេសស្រាប់ណាវាជាប្រភេទ MPV អគ្គិសនីសុទ្ធដែលស័ក្តិសមសម្រាប់អ្នកទាំងអស់គ្នាដែលមានគ្រួសារមានក្មេងត្រូវការជិះច្រើនអ្នកតែចង់បានប្រើជាប្រភេទ EV អញ្ចឹងនៅក្នុងករណីដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍ទៅលើការទិញដេញថ្លៃឡានពីចិនពីអាមេរិកឯអ្នកទាំងអស់គ្នាអាចតាក់ទងមកកាន់ឡាន KX បានណាពួកយើងនឹងប្រើបទពិសោធន៍របស់ពួកយើងទាំង8ឆ្នាំផ្ដល់សេវាដែលល្អមួយជូនអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ឬមានចម្ងល់អ្វីបន្ថែមសូមតាក់ទងមកកាន់ពួកយើងតាមប្រអប់ផ្សាយឬមួយក៏ខមមិននៅខាងក្រោមណាពួកយើងនឹងមានក្រុមការងារឆ្លើយតបអ្នកទាំងអស់គ្នារាល់សំណួរដែលអ្នកទាំងអស់គ្នាមាន